ទុនខ្លួនដោយអត់មានកម្រើលក្ខណៈមួយធ្វើរៀងបៀបលក្ខណៈបើអញ្ចឹងប្រៀបធៀបវិញវាភាពស្ងួតស្ងាត់ដោយដូចដឹងមុនអញ្ចឹងតែដូចដឹងរំបាទអារម្មណ៍សោកស្ដាយវាមិនខ្ញុំអត់យល់ទេក៏ប៉ុន្តែត្រង់ថាវានៅស្ងំស្ងៀមឲ្យយើងអោបលេងអោបអីចឹងហើយខ្ញុំក៏បានប្រាប់វាថាខ្ញុំអោបវានៅថ្ងៃសៅរ៍ខ្ញុំប្រាប់ថា2ថ្ងៃទៀតប៉ាលែងបាននៅជាមួយចឹងណាអូដល់ពេលចឹងហើយnó có đuôi rụt rạp ơi rụt rạp ơi xaสมัยเมื่อบาสันจีมีปัญหาแบบนั้นหายสัตว์ได้ยืนสลายให้สัตว์ก็สลายยืนกับพงตรุดให้ละห่อให้สเตียมุกจอดสเตียตายจ้าก็มีนามวยตัวเป็นตึกในบ้านเลยมีอารมณ์ด้วยปลิดเลี้ยงบุกอ่านเชียงทวีนั้นมันเรื่องสังระบาดทวีได้สังทวีนั้นทวีไปจอดแต่ที่ยมอดดองปีจึงอารมณ์ยึงพงตรุดจมูกเรื่องตาสังสารกลัวเนี่ยเปียตบบุกอ่านไปจอดนั่งสังแต่ใบติดจะดึกสูบอลได้การเป็นสังไม่ยวันเคยวิดีโอมวยได้จับดาวเป็นแกนเนี่ยเพื่อไอ้บอลโอนจากนี่เนี่ยถ้ากระดกดูส่งไปแต่ยมตัวละไปแต่ยมเคยวิดีโอนั่นก็คือยมเดี๋ยวถ้ายมหัวยังเชื่อทาบองก็รำชื่อชัดยังผู้ยืนเตียจังไงนี่ยังชื่อจะทาบองโอนประกาศจังดังไงทามูลห้าดาวห้าไอ้บันอนุสาวรีย์บองเพื่อการในหนองซามจับชนะมาตามยังดังให้เมื่อไทยหลักที่ตั้งปีในตู้ละโฮมาดอนหลักที่ประกันยังไงจังให้เป็นมวยชนะจังบองโอนก็มีจังหวะได้ยืนได้จังเอาไปได้ยมชูบองในไงนี่กรอนแต่จังดังตุ่มในตุ้ยได้บองไอปรับตัวบองโอนทามูลห้าไอ้ได้บองสำหรับจัดขนมกาจะเจงปีกหลังกางี้ให้ใบจมูกหนึ่งหลักที่ได้สำนับจัดบองខ្ញុំសូមលើកយកចំណុចដែរដែលខ្ញុំមិនការងាររបស់ខ្ញុំនិយាយចំខ្ញុំអត់ចង់ចាក់ចេញសូមបីតែប្រពន្ធខ្យល់ដែរតែនៅធម្មតាទេយើងនៅក្នុងសកលការងារតែតែមានបញ្ហាកើតឡើងនិយាយត្រង់ថាអ្វីដែលខ្ញុំដល់ថ្នាក់ចាក់ចេញពីតំបន់នឹងបានគឺមិនអាចទ្រាំទ្រឬក៏និយាយថាទោះបីខ្ញុំមិនឈប់ក៏គេត្រូវតែបញ្ឈប់ខ្ញុំដែរគេចង់និយាយយើងមានតែពីរផ្លូវទេមានតែពីរផ្លូវទេគេបញ្ឈប់ហើយនឹងយើងសុំជប់ខ្លួនឯងបានអាចជប់សុំជប់ដោយខ្លួនឯងក៏ដោយសារតែជារឿងមួយដែលខ្ញុំទឹកចិត្តរបស់ខ្ញុំនេះខ្ញុំមានការខ្វាយខ្វល់ពីរឿងសាស្ត្រខ្លាំងពេកខ្វាយខ្វល់ពីរឿងសាស្ត្រអត់ចំណៃខ្លាំងពេកធ្វើឲ្យចរិតរបស់ខ្ញុំនឹងមានអារម្មណ៍មួយក្រៅក្រោកជាមួយនឹងមនុស្សដែលគាត់អត់ខ្វល់ហ្នឹងណាចា៎បាទអញ្ចឹងដល់ពេលមានបញ្ហានេះកើតឡើងបានធ្វើឲ្យខាងរដ្ឋបាលរដ្ឋបាលមិនមែនរដ្ឋបាលខាងសួនទេគឺរដ្ឋបាលបងការគាត់គិតថាមិនអាចធ្វើការជាមួយគ្នាបានបាទអញ្ចឹងខ្ញុំនិយាយចំដូចខ្ញុំពាក្យនឹងថាអញ្ចឹងគឺគេមិនអាចចង់និយាយថាសុំឈប់នឹងគេបញ្ឈប់បាទអញ្ចឹងខ្ញុំដោយសារការយោគយល់ខ្ញុំធ្វើការជាមួយនឹងសាន់យូដែរអញ្ចឹងគេឲ្យខ្ញុំសុំឈប់តាមសម្រួលអញ្ចឹងគឺនេះគឺគេឲ្យជំរឿសយើងគឺបែបហ្នឹងតែពេលដែលបងទទួលបានអារម្មណ៍បែបហ្នឹងតើបងជល់យ៉ាងម៉េចដែរដែលបងធ្លាប់ថាយើងតស៊ូជាមួយការងារហ្នឹងនឹងក្តីស្រឡាញ់មួយហ្នឹងរយៈពេលអស់30ឆ្នាំនិយាយចំទៅសឹងតែដើរចេញពីក្នុងបន្ទប់ប្រជុំកន្លែងប្រជុំនឹងសឹងថាដើរទៅដោយស្រាលខ្លួនបំផុតមកដល់ពេលដែលខ្ញុំចេញទៅខ្ញុំបានធម្មតាខ្ញុំមានអារម្មណ៍មួយព្រិចលាំងមុខអានជាងទ្វារហ្នឹងចាមិនលឹងសឹងលបើកទ្វារដោយសារទ្វារហ្នឹងទ្វារកញ្ចក់តែខ្ញុំអត់ដល់ពីយើងអារម្មណ៍យើងកំពុងទៅធ្លុងជាមួយនឹងរឿងថាសឹងស្រាលខ្លួននេះពេលទៅមុខអាកញ្ចក់ហ្នឹងសឹងតែបែកខ្ទេចចាខាងខ្មែរយើងគាត់ឃើញអញ្ចឹងគាត់ព្យាយាមមកជួយទប់ជួយអញ្ចឹងក៏ប៉ុន្តែគាត់ថាអានេះជាអារម្មណ៍ដែលខ្ញុំមានអារម្មណ៍
តាំងពីចាប់ដើមគេនិយាយចឹងមកបាទរហូតដល់ក្រោយមកទៀតហ្នឹងគឺខ្ញុំមានអារម្មណ៍មួយគ្រប់ពេលនៅពេលដែលខ្ញុំគិតថាថ្ងៃដល់ថ្ងៃអញជប់ទៅអញចឹងម៉េចចឹងយ៉ាងម៉េចមានបញ្ហាយ៉ាងម៉េចអញទៅធ្វើការអីទៅធ្វើណារយៈពេល30ឆ្នាំមិនធម្មតាណាហើយសំខាន់បំផុតគឺគាត់មានក្តីស្រឡាញ់ជាមួយនឹងលក្ខីខ្លាំងមែនទែនអញ្ចឹងអ្វីដែលគាត់សម្រេចចិត្តចាក់ចេញគឺស្មើនឹងគាត់សម្រេចចិត្តចាក់ចេញពីលក្ខីបាទហើយនៅក្នុងវីដេអូដែលគាត់បានឃើញហ្នឹងនិយាយចំទៅពេលហ្នឹងខ្ញុំធ្វើអារម្មណ៍មួយខ្ញុំអត់ចង់ឲ្យអ្នកផ្សេងទៀតដឹងណាអ្នកកន្លែងហ្នឹងគាត់ដឹងថាខ្ញុំហ្នឹងទឹកភ្នែកចេញចឹងណាជាយំទប់អារម្មណ៍ខ្លាំងចាធ្វើមិនឲ្យបានផុតពីកន្លែងហ្នឹងយើងចេញមកសាកស្រមៃមើលបើសិនជាមានបញ្ហាបែបហ្នឹងហើយសត្វដែលយើងឆ្លាញ់ហើយសត្វក៏ឆ្លាញ់យើងកំពុងតែរត់ទៅហេលហោហើយស្ទាក់មុខចោលស្ទាក់ក្រោយចាគ្មាននរណាមួយទប់ទឹកនេះបានទេពេលដែលបងជិះទៅចេញផុតពីលក្ខីតើអារម្មណ៍បងពុកដួលបែបណានិយាយចំជួបម៉ូតូដើម្បីជួបម៉ូតូយំហ្មងយំឲ្យអស់ចិត្តសិនមានកម្មាជាប់ក្នុងកនជូតទឹកនេះសិនចាំនេះដើរទៅមុខទៀតចាំជិះបន្តទៀតចាមូលហេតុអីលក្ខីដឹងថាបងចាក់ចេញខ្ញុំគិតថាអារម្មណ៍សត្វអារម្មណ៍មនុស្សមិនខុសគ្នាក៏ប៉ុន្តែគាត់ថាសត្វមិនចានិយាយចានៅពេលដែលខ្ញុំមុនខ្ញុំសិលមិញហ្នឹងចាគេខ្ញុំបានទៅអោបឡាគីចាហើយឡាគីមិនចង់ប្រម៉ោយចុះទៅក្រោមអញ្ចឹងទៅហើយធ្វើសភាពមួយហៅថាទុនភ្លុនដែលអត់មានកម្រើលក្ខណៈមួយធ្វើរៀងបៀបលក្ខណៈបើអញ្ចឹងប្រៀបធៀបវិញវាភាពស្ងួតស្ងាត់ដោយដូចដឹងមុនអញ្ចឹងដូចដឹងមុនអញ្ចឹងបាទអារម្មណ៍ដល់សោកស្ដាយវាមិនខ្ញុំអត់យល់ទេក៏ប៉ុន្តែត្រង់ថាវានៅស្ងំស្ងៀមឲ្យយើងអោបលេងអោបអីចឹងហើយខ្ញុំក៏បានប្រាប់វាថាខ្ញុំអោបវានៅថ្ងៃសៅរ៍ខ្ញុំប្រាប់ថា2ថ្ងៃទៀតប៉ាលែងបាននៅជាមួយចឹងណាអូដល់ពេលចឹងហើយឡាមហើយមកដួលហើយមិនជិះដល់ពេលបញ្ចុះនឹងមកគឺខ្ញុំនឹងថាមូលហេតុដែលវារត់តាមគឺដោយសារតែវាដឹងវាជិះនិយាយចំទៅរត់ដល់មកវាឃើញម៉ូតូខ្ញុំក៏វារត់តាមដូចគ្នាក៏តែរត់តាមក្នុងនាមថាធម្មតាអត់ស្រែកជិះចាចអត់តែមួយរត់ស្ទាក់ម៉ូតូអញ្ចឹងឯងតែពេលនេះវារៀងសកម្មភាពមួយដូចខ្លាចមកបាទខ្លាចបាត់បង់យើងបាទហើយអារម្មណ៍បងពេលហ្នឹងគឺថត់ខ្លាំងខ្ញុំជឿដោយសារតែយើងអ្នកមើលយើងខ្លោចផ្សារប៉ុណ្ណឹងឯងតែមកអារម្មណ៍បងដែលគាត់នៅជាមួយលាក់គេរយៈពេល26ឆ្នាំទៀតគឺមនោសញ្ចេតនាខ្ញុំគិតថាគឺជ្រាលជ្រៅខ្លាំងមែនតែប្រូដល់ពេលនេះខ្ញុំអត់ហ៊ានមើលទូរស័ព្ទអត់ហ៊ានមើល Facebook អត់ហ៊ានមើល Telegram បាទអត់ហ៊ានមើល chat ដោយសារតែបងប្អូនយើងអ្នកស្រឡាញ់ខ្ញុំអ្នកស្រឡាញ់ដំរីបាទគាត់ជាយាមឆាតទៅនៅខ្លះយំអ្នកខ្លះចឹងខ្ញុំធ្វើឲ្យខ្ញុំទប់អារម្មណ៍បានដែរបាទនេះឈ្មោះទៅគេប្រពន្ធខ្ញុំឡើងឆ្ងល់ម៉ោង3អត់ទាន់ងើបមកឡើងចូលដេកនៅដើរក្នុងផ្ទះក្នុងអីហ្នឹងចេះទៅជាពិសេសយប់មិញនេះគឺខ្ញុំម៉ោងចូល2:10ជាងបានខ្ញុំចូលគេងហើយគេងលក់នោះដោយសារតែត្រូវសារទៀតបាទហើយម៉ោង3ខ្ញុំភ្ញាក់វិញខ្ញុំនៅតែទទួលយកទី1ខ្ញុំជាយាមគិតថាខ្លួនខ្ញុំអត់ខុសអ្វីដែលខ្ញុំនេះក៏ប៉ុន្តែគេនៅតែគិតថាខ្ញុំបាទហើយទី1អានេះអត់ចិត្តបាទអត់ចិត្តថាទី1បើសិនជាខ្ញុំខុសធំដុំខ្ញុំអត់សំណោះអត់សោកស្ដាយទេបាទអានឹង
សោកស្ដាយតែបើសិនជាខ្ញុំមិនខកខ្ញុំនៅមានភាពសោកស្ដាយ បាទ សោកស្ដាយអ្វីដែលខ្ញុំបានធ្វើអ្វីដែលខ្ញុំបានព្យាយាមធ្វើការកន្លងទៅ បាទ40ឆ្នាំ ខ្ញុំតែឡាគីតម្រេផ្សេងទៀតខនលឺសូនទាំងម៉ូតូខ្ញុំក៏មិនថាដោយសារម៉ូតូថ្មីវាអត់ទាន់លឺច្បាស់តែសម្រាប់ឡាគីមួយវាស្គាល់មុនហើយ ហើយចិត្តដល់ពេលបងឈប់ពីការងារអញ្ចឹងហើយធ្វើមិនទៅម៉ូតូដែលបងត្រូវបងមនុស្សហ្នឹងយើងគិតមិនពេញណា ខ្ញុំអត់ទាន់ដឹងថាจะមើលថ្ងៃក្រោយនឹងយ៉ាងម៉េចក៏តែសំខាន់បំផុតខាងថាដើរ ខ្ញុំហ៊ានគិត មិនហ៊ានបាទគឺយ៉ាង ចឹងឥឡូវអ្វីដែលខ្ញុំគិតថាសម្រាប់បងហើយទាំងមហាជនទាំងអស់គ្នាបើសិនជាបងប្អូនគិតថានៅក្នុងពេលនេះគឺបងប្រកបបានឈប់ពីការងារហើយគាត់ក៏មិនទាន់ដឹងថាតើគាត់គួរជ្រើសរើសការងារអីបន្តសម្រាប់ជីវភាពរបស់គាត់ចឹងខ្ញុំគិតថាបើសិនជាបងប្អូនសប្បុរសជនទាំងអស់មានការអាណិតអាសូរគាត់ដូចថានៅក្នុងពេលឥឡូវគាត់អត់មានការងារដែលថាគាត់មានបន្ទុកបងមលូហើយមានបន្ទុកអីផ្សេងៗទៀតខ្ញុំជឿ សួរគាត់វិញបើបងប្អូនដែលគាត់ចង់ជួយបងគិតមិនដែរដោយសារថាឥឡូវនេះបងកំពុងតែលំបាកដែរហើយគ្រួសារគាត់យើងស្ដាប់ហើយដែរក៏មិនជាធូរធារដែរគឺគាត់ពិបាកដូចគ្នាហើយឥឡូវគឺគាត់មានបន្ទុកក្នុងការបងមលូម៉ូតូទៀតចឹងឥឡូវបើសិនជានៅក្នុងវីដេអូមួយនេះបើសិនជាខ្ញុំចង់សូមឲ្យមហាជនគាត់ជួយបងនៅក្នុងពេលនេះដើម្បីជួយទ្រទ្រង់ជីវភាពបានខ្លះដោះស្រាយបានខ្លះតែបងយល់មិនដែរបាទវាហើយឥឡូវកុំឲ្យបងឆ្លើយស្ទើរស្ទះឥឡូវខ្ញុំនេះហ្មងទៅខ្ញុំได้ចាប់ទុកថាមានបងប្អូនណាដែលគាត់មានទឹកចិត្តអាណិតអាសូរដែលគាត់ធ្លាប់លះបង់ពេលវេលាហើយនៅកម្លាំង30ឆ្នាំដែលគាត់មើលថែស្រឡាញ់សត្វព្រៃស្រឡាញ់ធម្មជាតិដើម្បីពួកយើងទាំងអស់គ្នានេះគឺជាការលើកទឹកចិត្តរបស់គាត់ខ្ញុំជឿជាក់ថាបងប្អូននឹងជួយគាត់ដោយសារក្នុងពេលឥឡូវគឺគាត់អត់មានការងារធ្វើទេអញ្ចឹងការជួយបន្តិចបន្តួចនៅថវិកាដែលជួយលើកទឹកចិត្តគាត់ដែលផ្ដល់កម្លាំងចិត្តឲ្យគាត់បន្តកុំឲ្យអស់សង្ឃឹមគ្រប់យ៉ាងគឺមានមហាជនស្រឡាញ់បងច្រើនហើយគ្រប់គ្រងនៅទង្វើល្អរបស់បងដែលបងស្រឡាញ់សត្វដែលជាសត្វទេតែគាត់ស្រឡាញ់គាត់មានមនោសញ្ចេតនាមើលថែបងគឺខ្ញុំមិនមែនទៅស្គាល់គាត់ថ្ងៃហ្នឹងទេគឺខ្ញុំស្គាល់គាត់យូរហើយតាំងពីជំនាន់លំផាត់មែនគឺមើលទាំងអស់ត្រូវទេបើគាត់ថាសំណប់ចិត្តហ្នឹងគឺលាក់គីអញ្ចឹងគាត់បែកពីលាក់គីមិនធម្មតាអញ្ចឹងខ្ញុំជឿជាក់ថាថ្ងៃនេះគឺខ្ញុំចាប់ទុកថាខ្ញុំពួកយើងសូមជំនួសគាត់ចោះព្រោះដោយសារគាត់ក៏មិនចង់រំខានដល់បងប្អូនទាំងអស់គ្នាដែរតែខ្ញុំគិតថានេះគឺជាអ្វីដែលពួកគាត់ត្រូវតែបានពីទឹកចិត្តបងប្អូនហើយខ្ញុំជឿជាក់ថាបងប្អូនក៏មិនខុសពីខ្ញុំដែរទឹកចិត្តយើងបន្តិចបន្តួចជួយទៅគាត់ដើម្បីឲ្យគាត់មានកម្លាំងចិត្តបន្ថែមថាបងប្អូនពិតជាស្រឡាញ់គាត់ម្នាក់$1ក្តី$2ក្តីតាមទឹកចិត្តតាមអ្វីដែលបងប្អូនអាចជួយទៅគាត់បានដើម្បីចង់ថាលើកទឹកចិត្តហើយឲ្យគាត់បន្តឡើងហើយឲ្យអស់សង្ឃឹមនៅការតស៊ូដែលបងខំប្រឹងធ្វើកន្លងមកធ្វើមិនពេលវេលានេះវាធម្មតាមានជួបមានបែកអញ្ចឹងធ្វើមិនបើគាត់ជាមួយនឹងលាក់គីអស់និស្ស័យត្រឹមហ្នឹងដោយសារកត្តាសំខាន់ដោយសារកត្តាផ្សេងដែលជំរុញឲ្យគាត់បានបែកគ្នាអញ្ចឹងមានតែចាប់ពីថ្ងៃនេះទៅបងព្យាយាមធ្វើចិត្តនិយាយទៅធ្វើចិត្តដូចខ្ញុំអញ្ចឹងហ៎បងត្រូវតែព្យាយាមទទួលយកការពិតអញ្ចឹងយើងត្រូវតែតស៊ូទាំងអស់គ្នាហើយក៏ខ្ញុំអរគុណទុកជាមុនខ្ញុំជឿជាក់ថាបងប្អូនប្រកាសជានឹងជួយគាត់ហើយទោះជាទឹកចិត្តតិចក្តីច្រើនក្តីគឺជាការលើកទឹកចិត្តបងប្អូនទាំងអស់គ្នាទៅកាន់ពួកគាត់ក៏ប៉ុន្តែខ្ញុំមើលទៅគាត់ខ្ញុំធ្លាប់ស្គាល់គាត់គឺមនុស្សគាត់គឺមានចិត្តហើយស្រឡាញ់ធនធានធម្មជាតិស្រឡាញ់សត្វព្រៃដូចចឹងទៅគឺគាត់គឺជាធនធានមួយដែលជួយដល់ពួកយើងមកផ្នែកដែរអញ្ចឹងយើង